សូមគោរពនឹងជម្រាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ CB Cycling KH ជួយមួយខ្ញុំពលៈហើយខ្ញុំគឺជាមិត្តទេសចរតំបន់សៀមរាបអង្គរហើយក៏ជា guide កង់ផងដែរហើយទំនេរពីការងារគឺខ្ញុំធ្វើវីដេអូដែលតាក់ទងអំពីកង់ថ្ងៃនេះគឺមានវីដេអូមួយដែលតាក់ទងនឹងការជិះកង់ផ្លូវឆ្ងាយដោយសារតែនៅថ្ងៃទី31ខែ5 31ឧសភាហ្នឹងគឺនឹងចូលរួមជិះកង់រយៈចម្ងាយ310គីឡូពីភ្នំពេញមកសៀមរាបបាទហើយជិះកង់នេះទៀតសោតគឺដើម្បីបុព្វហេតុមួយគឺដើម្បីពេទ្យកុមារអង្គរយើងនឹងពេទ្យបេះដូងព្រោះឯងកាលពីមុនពេលដែលកូនខ្ញុំឈឺអីភាគច្រើនខ្ញុំទៅពេទ្យកុមារនឹងផងដែរពេទ្យបេះដូងនឹងផងដែរក៏គិតថាវាជារឿងល្អបើនិយាយអំពីការបំបែក breaking record ហ្នឹងខ្ញុំ break ឆ្នាំមុនបានរួចហើយគឺជិះបានរួចហើយឆ្នាំមុន10គីឡូប៉ុន្តែឆ្នាំមុនផងដែរគឺខ្ញុំប្រើប្រភេទជើងកង់ហ្នឹងគឺជើងកង់កបោនហើយឆ្នាំនេះគឺខ្ញុំនឹងប្រើជើងកង់អាលុយមីញ៉ូមម្ដងប៉ុន្តែវាជាអាលុយមីញ៉ូមផនRoval Rapid 35 SL គឺវាជាងថាអាលុយស្រាលបាទហើយនៅក្នុងវីដេអូនេះផងដែរគឺខ្ញុំចង់ចែករំលែកទៅបងប្អូនថ្មីដែលមិនសូវមានបទពិសោធន៍ជិះកង់ផ្លូវឆ្ងាយតើធ្វើដូចម្ដេចក្នុងការជិះកង់ផ្លូវឆ្ងាយអញ្ចឹងខ្ញុំមាន5ចំណុចសំខាន់ដែលសម្រាប់បងប្អូនទាំងអស់គ្នាយកទៅធ្វើការពិចារណាហើយនឹងគិតថាវាអូខេអារឿងនឹងវាត្រូវឬខុសគឺអ្នកនរគ្នាអាចគិតពិចារណាបានហើយម្យ៉ាងទៀតខ្ញុំនឹងចែករំលែកបទពិសោធន៍កាលពីជិះឆ្នាំមុនផងដែរដើម្បីឲ្យបងប្អូនមានកាន់តែមានលក្ខណៈងាយស្រួលចំណុចទី1គឺដើម្បីជិះកង់ផ្លូវឆ្ងាយបានគឺអ្នកទាំងអស់គ្នាត្រូវតែសិនគោលហេតុអ្វីបានជាអ្នកទាំងអស់គ្នាចង់ជិះកង់មួយហ្នឹងទី1គឺរឿងមួយដែលសំខាន់ជាងគេគឺ breaking record អ្នកជិះកង់គឺសប្បាយចិត្តបំផុតនៅពេលដែល breaking record គឺមានន័យថា wow amazing ខ្ញុំអាចបំបែកខ្លួនឯងបំបែកជាពិសេសគឺបំបែកឯកតាកម្មខ្លួនឯងលើកមុនខ្ញុំជិះបានតែ150គីឡូឯងតែលើកនេះខ្ញុំជិះបានរហូតដល់ទៅ300គីឡូអាហ្នឹងវាគឺជាការ mentality ខ្លាំងមែនទែនសម្រាប់ជំរុញចិត្តអ្នកទាំងអស់គ្នាមែនទែនក្នុងការជិះឬអ្នកខ្លះដូចជាខ្ញុំជិះរួចហើយខ្ញុំក៏ចង់ទៅអីមួយផ្សេងទី1គឺដើម្បីពេទ្យកុមារទី2គឺចង់សាក់ជើងអាលុយព្រោះជើងអាលុយគឺវាអាចមិនទៅជាថាស្រួលដូចជើងកបោនទេប៉ុន្តែយើងចង់សាក់វាបាទអានឹងចំណុចទី1ដល់ពេលចំណុចទី2គឺការ prepare ការរៀបចំហើយនឹងការ training មានន័យថាអ្នកទាំងអស់គ្នាដូចជាខ្ញុំដែរដែលជិះកង់រៀងរាល់ព្រឹកហ្នឹងគឺជិះកង់30គីឡូប៉ុន្តែនៅពេលដែលយើងទៅជិះ310គីឡូគឺយើងត្រូវតែមានការ train មួយផ្សេងទៀតគឺការ train ជិះផ្លូវឆ្ងាយហ្នឹងយ៉ាងហោចណាស់ជាងជិះ100គីឡូឬក៏150គីឡូឲ្យបាន2-3ដងទៅដើម្បីឲ្យសាច់ដុំយើងហ្នឹងស្គាល់អំពីការជិះកង់ផ្លូវឆ្ងាយប៉ុន្តែបើអ្នកទាំងអស់គ្នាជិះកង់30គីឡូរៀងរាល់ថ្ងៃទេអ្នកទាំងអស់គ្នាទៅជិះ100-300គីឡូគឺអ្នកទាំងអស់គ្នាអាចមានបញ្ហាសាច់ដុំជាពិសេសគឺបញ្ហារមួលក្រពើបាទហើយដល់ចំណុចទី3ហ្នឹងគឺការរៀបចំកង់គឺអ្នកទាំងអស់គ្នាដឹងហើយគឺកង់អ្នកទាំងអស់គ្នាគឺត្រូវតែជាកង់ដែល comfort មានន័យថាត្រូវជាមួយ body fit យើងហើយមិនមែនដល់ថ្ងៃហ្នឹងកង់យើងជិះកង់នេះសដល់ថ្ងៃណាខ្ញុំចង់ទៅជិះកង់ឲ្យលយឲ្យកបោននឹងលយតួវាស្រាលខ្ចីកង់ជិះ no គឺអត់អាចធ្វើដូច្នោះទេគឺអ្នកទាំងអស់គ្នាត្រូវតែជិះកង់ណាដែលអ្នកទាំងអស់គ្នាមានអារម្មណ៍ថា comfort ស្រួលមែនទែនស្រួលទាំងដៃទះស្រួលទាំងframe វាអត់ធំពេកវាអត់តូចពេកគឺអ្នកទាំងអស់គ្នាត្រូវតែធ្វើឲ្យវាមានលក្ខណៈងាយស្រួលហើយប្រព័ន្ធលេខនេះទៀតសោតក៏ធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាសប្បាយក្នុងការជិះផងដែរតែប្រព័ន្ធលេខមិនស្រួលក៏អ្នកទាំងអស់គ្នាមិននេះដែរហើយខោអាវទៀតសោតខោអាវដែលជិះផ្លូវឆ្ងាយគឺត្រូវតែប្រើជាប្រភេទ slim fit ហ្នឹងគឺមានលក្ខណៈស្រាលស្រួលហើយខ្យល់ចេញចូលហ្នឹងគឺស្រួលមែនទែនបាទដល់ពេលទៅដល់ចំណុចទី4
ចឹងចំណុចទី4គឺអ្នកទាំងអស់គ្នាត្រូវរៀបចំផែនការសម្រាប់ចំណីអាហារហើយនឹងhydration គឺនឹងទឹកអញ្ចឹងស៊ីទៅខ្ញុំឃើញជីកង់ភិកច្រើននៅពេលដែលគាត់ឡើងទៅជីជុំគ្នាភិកច្រើនមុនមួយថ្ងៃគឺគាត់តែជួបគ្នាថ្ងៃផឹកប៊ីយាអញ្ចឹងដូចជាខ្ញុំអញ្ចឹងខ្ញុំមិន suggestion ឲ្យអ្នកទាំងអស់គ្នាផឹកប៊ីយាទេអ្នកទាំងអស់គ្នាត្រូវញ៉ាំឲ្យឆ្អែតហើយបើសិនជាអាចញ៉ាំអាហារដូចជា spaghetti ឬក៏សាច់គោអីរត់តែល្អទៀតមានន័យថាវាជួយជំរុញអាហារជួយជំរុញ body យើងនឹងឲ្យកាន់តែខ្លាំងតែកុំផ្ទុះអាវុធតែផ្ទុះអាវុធវាអាចខាត់បងថាមពលវិញបាទហ្នឹងហើយហើយមួយទៀតមុននឹងចាប់ដើមជីមុនពេលចាប់ដើមជីអ្នកទាំងអស់គ្នាគួរតែមានចេកទៅសម្រាប់សកួរអាចញ៉ាំវាទៅហើយក្នុងការជីផ្លូវឆ្ងាយនេះយើងមិនផ្ដោតលើល្បឿនទេយើងផ្ដោតលើចម្ងាយអញ្ចឹងយើងបើសិនជាអ្នកខ្លះដែលមិនចង់ប្រើ power bar ឬក៏មិនដែលប្រើ power bar អ្នកហមគួរប្រើទេប្រើចេកព្រោះអី power bar និងចេកហ្នឹងគឺមានថាមពលគឺមកកាបូនហៃដ្រេត23ក្រាមដូចគ្នាបាទហើយមួយទៀតពេលកំពុងជិះគឺយើងមានពេលវេលាសម្រាប់ពេលវេលាដែលយើងអាចចូលថាមពលបានអញ្ចឹងមិនមែនជាការបណ្ណាំងគឺដូចជាខ្ញុំ suggestion 1ម៉ោងទៅ1ម៉ោងកន្លះទៅអ្នកនរគ្នាអាចបញ្ចូលថាមពលដូចចេកមួយហើយនឹងញ៉ាំ Coca-Cola សម្រាប់ជំនួយជាតិស្ករប៉ុន្តែកុំភ្លេចផងដែរគឺញ៉ាំជាមួយទឹកបើអ្នកទាំងអស់គ្នាញ៉ាំតែអាហារថាមពលញ៉ាំ Coca-Cola ញ៉ាំ energy drink ដូចជាកូជុលហើយអ្នកទាំងអស់គ្នាមិនញ៉ាំទឹកគឺអ្នកទាំងអស់គ្នាដឹង hydrate ហើយគឺទឹកគឺជារឿងសំខាន់មួយប៉ុន្តែ Coca-Cola energy drink គឺជួយឲ្យយើងកាន់តែខ្លាំងកាន់តែបានយូរបាទអញ្ចឹងរៀងរាល់1ម៉ោងឬ2ម៉ោងគឺយើងបញ្ចូលថាមពលម្ដងហើយផងដែរនៅពេលដែលយើងជិះគ្រប់ហើយយើងជិះដល់ហើយល្ងាចឡើងក៏យើងត្រូវបញ្ចូលអាហារដែលមានថាមពលទៀតដែរដូចជា steak ដូចជាខ្ញុំញ៉ាំហ្នឹងហើយដូចជាប្រភេទ steak គឺជាប្រភេទអាហារថាមពលធ្វើម៉េចឲ្យយើងមានថាមពលគ្រប់គ្រាន់ដើម្បី recover មកវិញបាទហើយបើយើងនិយាយដល់ចំណុចទី5វិញនឹងគឺជាអំពីកម្លាំងហើយនិងបច្ចេកទេសអញ្ចឹងអ្នកមួយចំនួនគាត់តែងតែកជ្រោលនៅពេលចាប់ដើមដំបូងពេលព្រឹកដោយប្រហែលយើងចាប់ម៉ោង4កន្លះអញ្ចឹងធម្មពលពេញគឺជួយចិត្តកជ្រោលណាស់ទាំងខ្ញុំទាំងគេគឺនៅពេលដែលធម្មពលអូស្ទើរជើងដាក់ថែមបន្តិចគឺកុំធ្វើដូច្នោះសោះកុំធ្វើព្រោះយើងដឹងត្រូវកំណត់ប្រាប់ខ្លួនឯងថាយើងជិះផ្លូវឆ្ងាយជិះធ្វើម៉េចឲ្យដល់អញ្ចឹងគឺយើងរក្សាកម្លាំងយើងឲ្យបានហើយមួយទៀតគឺយើងត្រូវដឹងថាការជិះផ្លូវឆ្ងាយហ្នឹងយើងរោលេខណាដែលយើងជិះផ្លូវឆ្ងាយអ្នកខ្លះ Caden គាត់ត្រូវជាមួយនឹង lip ទី3ដូចខ្ញុំអញ្ចឹង lip ទី3គឺជិះផ្លូវឆ្ងាយបាន lip ទី2គឺលឿនប៉ុន្តែវាឆាប់អស់បើ lip ទី4វាធូរជើងពេកអញ្ចឹង Caden ខ្ញុំគឺត្រូវជាមួយ lip ទី3អញ្ចឹងគឺខ្ញុំដាក់ជាមួយ lip ទី3ហ្នឹងគឺបានអូខេអូនិយាយតែភ្លេចសោះ8នាទីបាទឥឡូវចូលដល់បទពិសោធន៍ខ្ញុំជាក់ស្ដែងកាលឆ្នាំមុនអញ្ចឹងកាលពីឆ្នាំមុនពេលដែលមុនចាប់ដើម15នាទីគឺខ្ញុំចាប់ដើមញ៉ាំជែកមួយហើយនៅពេលជិះដំបូងជិះ70គីឡូដំបូងគឺយើងមកអាហារពេលព្រឹកនៅស្គុនអញ្ចឹងអាហារពេលព្រឹកគឺយើងមានបាយមានអីទៅយើងញ៉ាំទៅហើយក៏យើងដាក់នេះផងដែរបាទហើយជិះ70គីឡូដំបូងពេលព្រឹកហ្នឹងគឺអារម្មណ៍តានតឹងមួយគឺស្ទើរជើងព្រោះពេលនោះពេលព្រឹកហ្នឹងជាងជិះជាខ្សែអញ្ចឹងត្រឹម37 38គឺអ្នកទាំងអស់គ្នាមានអារម្មណ៍ថាស្ទើរជើងមែនទេមានអាចិត្តចេះតែកញ្ជ្រោលចាចង់ថាលឿនតិចបាទពេលមកដល់កំពង់ធំក៏អ្នកទាំងអស់គ្នាមានអារម្មណ៍ថាពេញមកដល់មានអារម្មណ៍ពេញមានអារម្មណ៍ថាអូនៅតែមុតមានល្អមែនទេប៉ុន្តែចាប់ពីកំពង់ធំមកចាប់ពីបាយថ្ងៃប្រាំងមកគឺជាពេលវេលាមួយដែលអ្នកនរគ្នាត្រូវ prepare មែនទែនទាំងទឹកទាំងអាហារទាំង mindset ខ្លួនឯងហើយខ្ញុំនៅពេលដែលបានមកដល់250គីឡូមកដល់កំពង់ក្ដីចាប់ដើមរមួលកំពើហើយបាទចាប់ដើមរមួលកំពើដោយសារតែចង់បែក breaking record ខ្លួនឯងគឺត្រូវតែប្រឹងជិះហើយជិះសម្រួលជិះដោះ
តរំតាជីដោះវាមកដល់ដំដែកមានថាជីដោះបានអីមានន័យថាសាច់ដុំយើងមកធម្មតាវិញអីអញ្ចឹងក៏ដឹងថាអូខេខ្លួនឯងdahជីបានហើយអញ្ចឹងក៏ជីសម្រេចទៅហើយបងប្អូនមួយចំនួននៅពេលដែលលមូលក្រពើគឺគាត់ព្យាយាមឈប់ប៉ុន្តែការឈប់ហ្នឹងធ្វើឲ្យយើងលំបាកលើសដើមទេគឺធ្វើម៉េចព្យាយាមជីតិចជីនេះនឹងហើយញ៉ាំទឹកឲ្យច្រើនញ៉ាំជីកឲ្យច្រើនទៅក៏វាជាជួយដល់សាច់ដុំយើងផងដែរបាទហើយហ្នឹងហើយក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងដែរសង្ឃឹមវាជាប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាអ្នកដែលចង់ជិះកង់ផ្លូវឆ្ងាយហើយការជិះកង់នឹងនៅថ្ងៃទី31ខែឧសភាហ្នឹងជិតបិទហើយគេបិទថ្ងៃទី30ខែមេសាអញ្ចឹងបងប្អូនដែលមានបំណងចង់ជិះចូលរួមជិះកង់ដើម្បីពេទ្យកុមារហើយនឹងបីបំបែករីខតខ្លួនឯងសូមតារស់រានចុះឈ្មោះឡើងហើយហ្នឹងឯងអូខេជួបគ្នានៅវីដេអូក្រោយបាទ